នៅទីនេះស្វាគមន៍មកស្ទូចត្រីមែនទេខ្ញុំជាម្ចាស់ទីនេះចុះវឹងយិននៅឯណានៅខាងនោះស្ទូចត្រីត្រូវបង់លុយ150យ៉នស្ទូចបាន5ម៉ោងបើមិនយកត្រីត្រឡប់ទៅវិញអាចលក់វិញបានតើភាពតាក់ទាញពីតារាលូយ៉ាគឺខ្លាំងមែនបើថ្ងៃនេះជាថ្ងៃធ្វើការចុះបើថ្ងៃចុងសប្តាហ៍វិញប្រកាសជាមានមនុស្សច្រើនជាងនេះអាំងស្ទូចយើងចាប់ផ្ដើមដំណើរការផ្លូវការហើយរួមទាំងវឹងយិនអ្នកស្ទូចត្រីចាប់ផ្ដើមសង្ស័យឃើញតែត្រីនិងត្រីខ្លាដំបងមិនឃើញមានត្រីផ្សេងឡើយខំចំណាយដល់150យ៉នមកទីនេះនេះជាត្រីខ្លាដំបងមែនទេមិនមែនត្រីបកទេច្បាស់ណាស់ថាជាត្រីខ្លាដំបងវាស្រដៀងគ្នាតែខ្ញុំប្រកាសថាជាវាធំប៉ុណ្ណឹងខ្ញុំទើបតែធ្លាប់ឃើញខ្លាំងណាស់អាំងនេះមិនធម្មតាទេចុះមុននេះនៅកន្លែងវឹងយិនទើបតែជាប់ត្រីស្ធំពីក្បាលថែមទាំងបានត្រីពងគូធំទៀតផងលឿនឡើងស្មានមិនដល់ថាត្រីនិងត្រីខ្លាដំបងនឹងមានកម្លាំងខ្លាំងបែបនេះបូករួមទាំងមានវឹងយិនទៀតទូខ្លះមិនមែនត្រីយក្សតែបានឃើញហើយក៏ចាត់ទុកថា150យ៉ននេះមិនខាតដែរវឹងយិនមកនេះតិចមើលឯងនេះអត់អីទេទៅរកត្រីស្យាកមកពីណាគ្មានត្រីអ្វីផ្សេងក្រៅពីត្រីខ្លាដំបងសូម្បីតែអ្នកតាមវឹងយិនក៏បានតែត្រីធំឯងថាអីសុទ្ធតែត្រីតូចឯងមកបន្ទោសខ្ញុំមិននឹកស្មានថាឯងជាអ្នកដំបងដែលមិនពេញចិត្តខ្ញុំមិនបានធ្វើអ្វីទេសម្ភារៈសម្រាប់ធ្វើផ្ទះចិត្តដាលេសក់ដែលកំងនៅផ្សារបានមកដល់ហើយដាក់ផ្ទះចិត្តដាលេសក់នៅក្រោមជើងភ្នំខាងក្រោយជ្រើសរើសកន្លែងរាបស្មើកុំឲ្យលិចទឹកអាងត្រូវទុកកន្លែងសម្រាប់ពង្រីកផ្ទៃទឹក2-3ដងព្រឹកស្អែកចាប់ដើមសាងសង់ផ្ទះចិត្តដាលេសក់នឹងក្លាយជាឃ្លាំងនិងផ្ទះបាយសម្រាប់ធ្វើម្ហូបជូនអ្នកស្ទូចត្រីដោយប្រើសម្ភារៈស្រាប់រាប់ទាំងទឹកភ្លើងបើលឿនអាចនឹងរួចរាល់ក្នុង2-3ថ្ងៃបើប្រព័ន្ធនេះខ្លាំងមែនមិនអាចធ្វើតែមួយកន្លែងទេអាងស្ទូចធម្មតាបើអាចទៅរួចនឹងប្រែក្លាយអាងទឹកភូមិយូឡុងឲ្យទៅជាកន្លែងកំសាន្តលំដាប់ខ្ពស់បន្ទាប់មកនឹងមានរឿងត្រូវចំណាយច្រើនតែមិនអីទេអាងស្ទូចចាប់ដើមរកលុយបានហើយឈប់ស្ទូចមែនទេដល់ម៉ោងហើយឈប់ហើយខ្ញុំមានការបន្តវឹងយិនឯងថតវីដេអូចប់ហើយខ្ញុំរៀបចំរបស់របរឲ្យរួចរាល់ពួកយើងទៅសិនហើយបានហើយចាំថ្ងៃក្រោយមកទៀតចុះរឿងភ្ញាក់ផ្អើលដែលខ្ញុំប្រាប់ប្រើបានភ្ញាក់ផ្អើលមែនប្រកាសជាផ្ទុះចុះក្នុងអាងមានត្រីផ្សេងទៀតទេមានតែមិនទាន់ស៊ីនុយកុំកុហកអីអ្នកស្ទូចជាច្រើនមិនឃើញត្រីអ្វីផ្សេងទេមិនជឿក៏តាមចិត្តចាំដល់ពេលវានឹងលោតមកខាងមនុស្សតើវីដេអូបង្ហោះពេលណាថ្ងៃស្អែកអញតើពេលនេះភ្លាមនោះក្នុងអាងនៅសល់មនុស្សត្រឹម10នាក់អ្នកដែលមើលតែមិនស្ទូចក៏ត្រឡប់ទៅវិញអស់អ្នកស្ទូចត្រីភាគច្រើនក៏ឈប់ស្ទូចដែរមិនមែនដោយសារឥទ្ធិពលវឹងយិនទេតែដោយសារចំនួនត្រីមិនសូវមានឃើញតែត្រីនិងត្រីខ្លាដំបងមិនឃើញមានត្រីផ្សេងទើបគេមានអារម្មណ៍ថាគ្មានអ្វីប្លែកអ្នកទាំងនេះប្រហែលមិនមកម្ដងទៀតទេត្រូវតែដំឡើងកម្រិតពូជត្រីថ្មីគោលដៅអាជីវកម្មសម្រេចហើយមែនទេវាលើកកំណត់ហើយមែនហើយម្ចាស់ផ្ទះទទួលបានឱកាសដំឡើងកម្រិតអាងថ្មីតើចង់ប្រើឥឡូវនេះទេចាំបន្តិចបន្តឲ្យខ្ញុំនៅភារកិច្ចគោលដៅអាជីវកម្មថ្មីសូមអភ័យទោសមិនអាចទទួលបានភារកិច្ចថ្មីបើសិនមិនទាន់ប្រើឱកាសដំឡើងកម្រិតដែលមានច្បាប់ស្អីគេនេះគិតថាគោលដៅអាជីវកម្មមិនផ្លាស់ប្ដូរការបង់លុយចាប់យកឱកាសដែលមានមនុស្ស10នាក់នៅទីនេះត្រូវតែមានគោលដៅថ្មីទើបអាចដំឡើងវឌ្ឍនភាពបានមិនបានទេប្រព័ន្ធតើការកំណត់តម្លៃអាស្រ័យលើពូជត្រីមែនទេមិនអាចរក្សាទុកឱកាសដំឡើងកម្រិតមែនទេមែនហើយម្ចាស់ផ្ទះទទួលស្គាល់កំពុងចៃដន្យអ្នកជ្រើសរើសពូជត្រីថ្មីសូមអបអរសាទរទទួលបានពូជត្រីថ្មីត្រីឆ្មាការដំឡើងកម្រិតរួចរាល់ត្រីឆ្មាអស្ចារ្យណាស់ស្រួលខ្លួនហើយមិននឹកស្មានថាវាមកដល់មែនលើកនេះត្រូវតែផ្ទុះត្រីឆ្មាជាប្រភេទត្រីដែលអ្នកស្ទូចចូលចិត្តបំផុតជាត្រីទំហំធំមិនមែនត្រីតូចឡើយត្រីឆ្មាធំបំផុតអាចមានប្រវែង1ម៉ែត្រទម្ងន់ជាង20គីឡូតែវាជារឿងកម្រធម្មតាត្រីឆ្មាត្រឹម5គីឡូក៏អាចធ្វើឲ្យអ្នកស្ទូចសប្បាយចិត្តខ្លាំងដែរទោះត្រីតូចក៏មានដែរតែជាទូទៅត្រឹម2-3គីឡូសម្រាប់ត្រីឆ្មាវាចាត់ទុកថាធំហើយវីដេអូដែលឃើញត្រីឆ្មារាប់សិបគីឡូតាមអនឡាញតាមពិតមិនមែនត្រីឆ្មាពិតប្រាកដទេម្យ៉ាងទៀតត្រីឆ្មាមានសាច់ឆ្ងាញ់តម្លៃក៏ខ្ពស់ត្រីព្រៃសុទ្ធអាចថ្លៃដល់រាប់រយយ៉នក្នុង1គីឡូត្រីឆ្មាក៏ជាប្រភេទត្រីលូយ៉ាសំខាន់ដែរតែបច្ចុប្បន្នអាងទឹកភូមិយូឡុងមិនទាន់ធំល្មមមិនទាន់អាចស្ទូចលាយគ្នាបានត្រូវកំណត់ការប្រើដងស្ទូចដំឡើងកម្រិតពូជត្រីរួចរាល់ប្រព័ន្ធបន្តឲ្យខ្ញុំនៅភារកិច្ចគោលដៅអាជីវកម្មថ្មីទទួលបានម្ចាស់ផ្ទះសូមកំណត់តម្លៃ100យ៉នក្នុង1ម៉ោងអញ្ជើញមនុស្សមកស្ទូចនៅអាងភូមិយូឡុងយ៉ាងតិច5ម៉ោងបើមាន20នាក់បង់លុយម្ចាស់ផ្ទះនឹងទទួលបានឱកាសដំឡើងកម្រិត1ដង30យ៉នឡើងដល់100យ៉នមនុស្ស20នាក់មិនមែនជាបញ្ហាទេតែតម្លៃនេះព្រោះមានត្រីឆ្មាឡើងដល់100យ៉នក្នុង1ម៉ោង5ម៉ោងស្មើនឹង500យ៉នក្នុងម្នាក់ថ្លៃដែរមានអាងស្ទូចថ្លៃជាងនេះច្រើនតែតម្លៃនេះមិនមែនថោកទេទោះមិនថោកតែហាក់ដូចជាសំរុំព្រោះត្រីដែលចេញពីប្រព័ន្ធអាចមានទំហំធំជាងធម្មតា
ត្រីឆ្មាត្រូវបានដំឡើងកម្រិតតាមផ្ទៃទឹកដូច្នេះចំនួននឹងមិនតិចទេបូករួមទាំងគុណភាពនិងត្រីដែលប្រព័ន្ធដំឡើងឲ្យអាចចាត់ទុកជាត្រីព្រៃសុទ្ធគិតទៅក៏សមរម្យដែរត្រូវកំណត់ច្បាប់លក់ត្រីវិញឲ្យល្អក្រែងលោអ្នកស្ទូចចាប់បានត្រីយកទៅបាត់ម្យ៉ាងទៀតតើក្រោយពេលដំឡើងកម្រិតត្រីម្ដងត្រូវដំឡើងថ្លៃម្ដងមែនទេត្រូវរកវិធីដោះស្រាយពួកឯងទៅហើយមែនទេបាត់ទៅហើយចាស់ផ្ទះត្រីស្នឹងត្រីខ្លាដំបងនៅទីនេះធំមែនតែអត់មានត្រីផ្សេងទេអាចស្ទូចបន្តទៀតបានទេមិនបាច់ទេស្មានថាមានត្រីឬត្រីខ្លាដំបងពិសេសខ្ជិះខ្ជាប្រជាប្រិយភាពដែលហ្វឹងយិននាំមកឲ្យទេយប់នេះឯងទៅជួបគេទៀតទេខ្ញុំទៅប្រកាសណាស់វីដេអូហ្វឹងយិនប្រកាសជាជួយតាក់ទាញមនុស្សបានបន្ថែមទៀតខ្ញុំណែនាំថាបើចង់ធ្វើអាជីវកម្មនេះគួរទៅរកត្រីធម្មតាមកដាក់ក្នុងអាងខ្លះកុំគិតតែចង់ធ្វើអ្វីប្លែកខ្ញុំនិយាយនេះព្រោះតែចង់ល្អជាមួយឯងទេ